បងប្អូនជាទីមេត្រីថ្ងៃនេះខ្ញុំបានទទួលការងារពីមិត្តជាងយើងមួយគ្រឿងគឺមក Redmi A5 បាទវាជាប់ Google account ហើយ Redmi A5 នេះយើងធ្វើក្នុង Unlock Tool បើយើងចុចទៅលើប៊ូតុង Mi ហើយចុចទៅលើប៊ូតុង Security ហើយយើងរើស model វាយើងវាយ A5 អញ្ចឹងវាអត់ចេញឲ្យទេបងប្អូនឃើញទេបាទតាម model អត់ត្រូវទេអត់មានទេអញ្ចឹងយើងរើស CPU យើងចុចលើប៊ូតុង Spectrum បាទរួចហើយយើងចុចកន្លែង brand អត់មានរើស brand ទេគឺយើងរើសយកលេខ CPU ទៅម្ដងទៅបាទហើយ model របស់វាហ្នឹងយើងយកនេះបងប្អូននេះបាទយើងយក Tiger T616 64 bypass បាទចុចយកហ្នឹងទៅរួចហើយយើងចុច Erase FRP បាទឥឡូវខ្ញុំប្រាប់ឲ្យខាងដៃគូមួយខាងទៀតហ្នឹងគាត់ភ្ជាប់ទូរស័ព្ទប្រាប់គាត់សិនអញ្ចឹងយើងផលិតទូរស័ព្ទទៅរួចហើយយើងចុច volume ទាំងពីរទាំងឡើងលើទាំងចុះក្រោមចុចឲ្យជាប់ទៅហើយបត់ដូច USB ចូលតាមពិតពួក CPU Spectrum នេះចុចតែ volume ចុះក្រោមមួយក៏បានដែរប៉ុន្តែយើងត្រឡប់ចុចទាំងពីរហើយក៏ចុចទៅណាបាទក្នុងមេរៀននេះយើងដោះតែ Google account ទេដោយសារតែកូដដៃវាគឺយើងអាច reset ដោយដៃបានហើយវាមិនអាចធ្វើបានតែរឿង Google account អញ្ចឹងហើយបើយើងត្រូវប្រើ Unlock Tool ដោះត្រឹម Google account បាទអូខេជោគជ័យហើយ